ទស្សនភាពគ្មានប្រុសស្ទួយត្រីម្នាក់ឯងបែបនេះធ្វើឲ្យខ្ញុំនឹកឃើញដល់អនុស្សាវរីយ៍កាលដែលខ្ញុំនៅតូចនៅពេលដែលខែទឹកឡើងម្ដងឪពុកខ្ញុំតែងតែនាំខ្ញុំទៅនេសាទត្រីនៅឯបឹងហ្នឹងនៅរៀងឆ្ងាយពីផ្ទះគ្រាន់បើហើយមានពេលមួយហ្នឹងគឺគាត់បានយកបងស្រីខ្ញុំទៅជាមួយដែរហើយពេលគាត់ចុះទៅរាយមកនៅកណ្ដាលបឹងហ្នឹងគាត់ទុកឲ្យខ្ញុំជាមួយបងស្រីខ្ញុំហ្នឹងនៅស្ទួយថៃលេងនៅក្រោមដើមឈើនៅមាត់បឹងអញ្ចឹងហើយដល់ពេលពួកខ្ញុំស្ទួយយូរទៅអត់មានបានត្រីអីសោះហើយខ្ញុំខឹងបងខ្ញុំគាត់និយាយច្រើនហើយច្រៀងឲ្យអីទៀតហើយខ្ញុំគិតថាដោយសារតែគាត់អត់ស្ងាត់បានធ្វើឲ្យត្រីអត់ស៊ីដល់ពេលខ្ញុំចេះតែឲ្យគាត់ស្ងាត់ក៏អត់ព្រមស្ងាត់គាត់នៅតែឌឺខ្ញុំរហូតដល់ខ្ញុំយំហើយខ្ញុំយំរហូតដល់តែឪពុកខ្ញុំត្រឡប់មកពីរេម៉ងវិញហើយខ្ញុំទូពិតប្រាប់គាត់ថាដោយសារតែបងស្រីខ្ញុំគាត់ច្រៀងឡូឡាធ្វើឲ្យរំខានត្រីវាអត់មកស៊ីសទូចខ្ញុំដល់ពេលហ្នឹងទៅចាប់ពីថ្ងៃនោះមកឪពុកខ្ញុំក៏លែងនាំបងស្រីខ្ញុំទៅបឹងជាមួយទៀតគាត់យកតែខ្ញុំទៅម្នាក់ទេហើយបងស្រីខ្ញុំក៏ចេះតែបន្ទោសខ្ញុំថាដោយសារតែខ្ញុំយំបានគាត់លែងបានទៅបឹងទៀតកាលនោះខ្ញុំចេះតែគិតខ្លួនឯងថាបើយើងនិយាយឡូឡាទៅត្រីវាអាចលឺហើយវាអត់មកចិត្តយើងតែមិនដឹងថាការពិតវាអញ្ចឹងមែនអត់បងប្អូនតើមានបងប្អូនណាដឹងអត់ថាពេលស្ទួយត្រីគេហាមនិយាយគ្នាលឺអញ្ចឹងមែនអត់បើដឹងជួយ comment ប្រាប់ផងបាទ